Hello សួស្តីបងប្អូនដល់គ្នាថ្ងៃហ្នឹងមកជួបមួយខ្ញុំទៀតហើយណាគឺថានាំបងប្អូនដល់គ្នាមកផ្លែអារម្មណ៍ម្ដងជប់ធ្វើមកហូបតែនាំបងប្អូនដល់គ្នាមកធ្វើជាមួយនឹងបង្អែមនេះយើងចាក់ជាមួយនឹងស្វាយទុំរបស់យើងមកបងដឹងថាខែហ្នឹងខែស្បូវស្វាយទុំអញ្ចឹងយើងកុំឲ្យខាតយើងទិញស្វាយទុំស្វាយខ្ចីមកវាទុំអញ្ចឹងយើងយកវាមកដាក់កិនធ្វើតំណាប់ស្វាយអីញ៉ាំអញ្ចឹងមកណាបន្ទាប់មកយើងកិនកន្លុកវាឲ្យម៉ត់អញ្ចឹងហើយយើងយកវាមកចាក់នៅកន្ទះហើយកវាអញ្ចឹងមកបងកវាកចុះកឡើងកឲ្យវាឡើងក្តៅពពុះខូចអញ្ចឹងមកបន្ទាប់មកចាំយើងយកកោបតោហើយកោវាឲ្យដាច់ទឹកខ្ញុំមិនដែរធ្វើទេខ្ញុំមើលលើកទី1នេះ voice over នេះមើលបងខ្ញុំធ្វើហ្នឹងតាមពិតទៅខ្ញុំអត់លាក់បាំងហើយខ្ញុំមើល YouTube ដែរតែដោយសារខ្ញុំអត់ចេះធ្វើដែរហ្នឹងខ្ញុំលើកទី1ក្នុងការធ្វើអាហ្នឹងហើយធ្លាប់តែយាយធ្វើឲ្យញ៉ាំមកដែរធ្វើខ្លួនឯងហើយមិញហ្នឹងខ្ញុំដាក់ជាមួយនឹងស្ករសតិចហើយអំបិលតិចបងដើម្បីដោយសារស្វាយយើងវារៀងជូរដែរយើងចង់ឲ្យផ្អែមអញ្ចឹងយើងបន្ថែមស្ករទៅដើម្បីឲ្យតំណាប់ស្វាយរបស់យើងនឹងផ្អែមហើយកោវាល្មួតល្អអញ្ចឹងបន្ទាប់មកនេះយើងយកមកចាក់ជាមួយនឹងថាសយើងនឹងមករៀបដាក់វាឲ្យស្មើគ្នាឲ្យស្ដើងអញ្ចឹងមកស្រួលពេលយើងហាទៅហាវាស្ងួតហើយយើងអាចបេះវាញ៉ាំបានណាបងហើយនេះមើលសកម្មភាពហារបស់ខ្ញុំគឺយើងហាឡើង3ថ្ងៃបងតើឥឡូវហ្នឹងយើងមកមើលលទ្ធផលក្នុងការហា3ថ្ងៃរបស់យើងហ្នឹងញ៉ាំកើតអត់នេះគឺថាញ៉ាំកើតបងអត់អីទេជោគជ័យបានពាក់កណ្ដាលដែរគឺថាញ៉ាំបានហា